ពុទ្ធក៏សម្ដែងថាអ្នកមានសទ្ធានិងមានសិលទៅប្រទេសណាទៅស្រុកណាទៅទីកន្លែងណាក៏គេគោរពបូជាដែរបានលោកថាសទ្ធោសីលេនសម្បណ្ណោយៈសោភោគៈសម្មាពិតោយ៉ាងប្រទេសសង្ឃភច្ចតិតថតថេវពូជិតោអានិសង្ឃអ្នកមានសទ្ធានិងមានសិលនេះគប់រកប្រទេសណាស្រុកណាក៏មានគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេបូជាជានិច្ចជានិរន្តរ៍ដូចចិត្តកហបតីជាដើមទៅណាក៏គេស្រឡាញ់គេថែអាសាដែរទស្សនវិជ្ជាទូទៅនៃ AI ទស្សនៈដែលថាអំណាចជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិតមានភាពត្រឹមត្រូវនិងមានការគ្រប់គ្រងយ៉ាងខ្លាំងដោយសារតែកត្តាសំខាន់មួយចំនួនដូចខាងក្រោមជាប្រភពនៃចំណេះដឹងគ្មានដែនកំណត់សៀវភៅនិងអត្ថបទនានាជាឃ្លាំងផ្ទុកនៅបទពិសោធន៍ទ្រឹស្ដីនិងគំនិតច្នៃប្រឌិតរបស់មនុស្សគ្រប់ចំនួនការអានធ្វើឲ្យយើងអាចទទួលបានចំណេះដឹងថ្មីជានិច្ចទោះបីជាយើងបញ្ចប់ការសិក្សានៅសាលារៀនក៏ដោយជួយពង្រីកការយល់ដឹងនិងទស្សនវិស័យការអានអនុញ្ញាតឲ្យយើងរៀនសូត្រពីរបៀបរស់នៅវប្បធម៌និងគំនិតផ្សេងៗដែលខុសពីខ្លួនយើងដែលនេះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍបញ្ញាស្មារតីឲ្យកាន់តែទូលំទូលាយជំរុញសមត្ថភាពការគិតពិចារណា critical thinking ការអានមិនមែនត្រឹមតែជាការទទួលយកព័ត៌មាននោះទេប៉ុន្តែវាជាការវិភាគការសញ្ជឹមគិតនិងការពិចារណាទៅលើខ្លឹមសារដែលជួយឲ្យបុគ្គលម្នាក់ៗមានភាពវៃឆ្លាតក្នុងការសម្រេចចិត្តក្នុងជីវិតជាឧបករណ៍សម្របខ្លួនទៅនឹងការផ្លាស់ប្តូរពិភពលោកបច្ចុប្បន្នវិវត្តទៅមុខយ៉ាងលឿនអ្នកដែលមានទម្លាប់អានគឺជាអ្នកដែលមានសមត្ថភាពក្នុងការសិក្សាដោយខ្លួនឯង self learning ដើម្បីចាប់យកជំនាញថ្មីនិងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាឬបរិបទសង្គមដែលប្រែប្រួលជានិច្ចបន្ទាប់ការស្រេកឃ្លានក្នុងការរៀនសូត្រនៅពេលដែលបុគ្គលម្នាក់មានទម្លាប់អានពួកគេនឹងមានភាពរីករាយក្នុងការស្វែងរកចម្លើយថ្មីជានិច្ចការស្រេកឃ្លាននេះហើយដែលជាកម្លាំងចលករធ្វើឲ្យការសិក្សាคล้ายជាផ្នែកមួយនៃជីវិតដែលមិនអាចកាត់ផ្តាច់បានសរុបមកអំណាចមិនមែនជាការបញ្ចប់នៃការសិក្សានោះទេប៉ុន្តែវាជាគន្លឹះដែលបើកទ្វារឲ្យយើងអាចរៀនសូត្របានគ្រប់ពេលវេលាគ្រប់ទីកន្លែងនិងពេញមួយជីវិតរបស់យើងតើអ្នកមានចំណាប់អារម្មណ៍ចង់ឲ្យខ្ញុំជួយពង្រីកចំណុចណាមួយបន្ថែមទៀតទេ